បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទអេដមីនដាបានវិលត្រឡប់មកសាជាថ្មីម្ដងទៀតដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូននៅក្នុងរាត្រីនេះបាទបន្ទាប់ពីបានបែកគ្នាអស់រយៈពេល4-5ថ្ងៃមកនេះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររបស់យើងបាទហើយនៅក្នុងរាត្រីនេះដែរអេដមីនក៏បាននាំយកនៅសាច់រឿងមួយដែលបងស្រីម្នាក់គាត់ឈ្មោះបងស្រីហានគឺគាត់បាននិយាយប្រាប់អេដមីនកាលពីចូលឆ្នាំថ្មីនឹងផងដែរគឺគាត់និយាយអំពីខ្មោចនៅដំបូកមួយដែលបានលងបន្លាចប្តីរបស់គាត់រហូតដល់ជ្រុះសក់និងមិនអាចព្យាបាលបានរហូតដល់បាត់បង់ជីវិតដោយសារតែប្តីរបស់គាត់នឹងគឺបានទៅកាប់ទម្លាយដំបូកដែលជាផ្ទះរបស់ខ្មោចហ្នឹងបាទដើម្បីកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញពុកម៉ែបងប្អូនតាមដានស្ដាប់នៅសាច់រឿងទាំងអស់គ្នាបាទនៅភូមិជនបទមួយមានបងប្រុសម្នាក់គាត់ឈ្មោះបងខែននិងប្រពន្ធរបស់គាត់ឈ្មោះបងស្រីហានគាត់ជាគ្រួសារមួយមានជីវភាពជាអ្នកធ្វើស្រែចម្ការសម្រាប់បងខែននរណាពួកគេសរសើរដែរថាគាត់ជាមនុស្សឧស្សាហ៍ព្យាយាមគ្រប់កិច្ចការងារទាំងអស់ពេលផុតរដូវធ្វើស្រែគេតែងតែឆ្លៀតដាំដំណាំគ្រប់ប្រភេទដើម្បីខ្លួនបានលក់ដូររកចំណូលដល់គ្រួសារថ្ងៃមួយបងខែនចេញទៅស្រែយកទៅជាមួយចោកនិងកំបិតផងព្រោះគាត់ត្រូវការទម្លាយដំបូកកណ្ដៀមួយកន្លែងដើម្បីដាំម្ទេសដំបូកមួយនោះគួរឲ្យខ្លាចណាស់ព្រោះវាមានព្រៃសុកទ្រប់ចាក់ស្រេះទៅដោយពណ៌ក្រាស់ខ្មឹកប៉ុន្តែរយៈពេលមិនបានប៉ុន្មានថ្ងៃក៏បងខែនបានកាប់ឆ្កានិងទម្លាយដំបូកនោះឡើងរៀបថេគាត់ដកគល់ម្ទេសមកដាំពេញដំបូកនោះនិងច្រើនថ្ងៃក្រោយមកម្ទេសរបស់គាត់លូតលាស់យ៉ាងខ្ចីល្វក់ថ្ងៃបន្ទាប់បងខេនិយាយថាមានល្ងាចមួយនោះពេលគាត់កំពុងស្រោចម្ទេសត្រាប់តែមានអុយម្យ៉ាងអស់មកបុកក្បាលរបស់គាត់ម៉ាំងធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងក្រោយពីនោះ2-3ថ្ងៃអាការៈជំងឺកាន់តែទ្រុឌទ្រោមយ៉ាងឆាប់រហ័សប្រពន្ធរបស់បងខេនបានទៅទិញថ្នាំមកឲ្យលេបក៏លេបមិនបាត់ដែរក្រោយមកទើបគាត់នាំគ្នាចាប់អារម្មណ៍ថាអាចនឹងត្រូវខ្មោចធ្វើព្រោះមានចាស់នៅភូមិផងរបងជាមួយឧស្សាហ៍មករំលឹកប្រាប់ជាញឹកញាប់ប្រពន្ធរបស់បងខេនក៏បានទៅអញ្ជើញរូបមេមត់មកលាងមើលទីបំផុតក៏បានដឹងថាជាខ្មោចប្រចាំដំបូកកណ្ដៀវេក្បាលគាត់រូបមេមត់នោះបានស្រែកឡើងយ៉ាងខ្លាំងហើយព្រមទាំងនិយាយសំឡេងខ្មោចគួរឲ្យខ្លាចថាអញត្រូវតែយកជីវិតវាឲ្យបានប្រពន្ធរបស់បងខេនព្រមទាំងញាតិមិត្តទាំងឡាយនាំគ្នានិយាយអង្វរថាលោកម្ចាស់ចង់បានអីក៏បានដែរសូមកុំឲ្យតែយកជីវិតនោះម្នាក់នេះទៅខ្មោចនៅក្នុងរូបមេមត់នោះក៏ស្រែកសន្ធប់មកវិញយ៉ាងខ្លាំងថាមិនយកស្អីក៏អញមិនយកដែរកុំថាឡើយមន់ទីជ្រូកក្របីដំរីសេះទោះបីជាតិឡានហោះក៏អញមិនយកដែរអញត្រូវតែយកជីវិតវាព្រោះវាប្រហើនណាស់វាទៅកាប់ឆ្កាទម្លាយដីកន្លែងអញអត់មានប្រាប់អញអីមួយម៉ាត់អញមិនស្ដាប់ការអង្វរកររបស់អ្នកណាទាំងអស់អញទៅហើយនិយាយបានតែប៉ុណ្ណេះរូបមេមត់ក៏ដួលដេកទៅមួយសន្ទូធំទើបដឹងខ្លួនវិញប្រពន្ធរបស់បងខេននិងញាតិមិត្តជិតខាងមានការតក់ស្លុតចិត្តអស់សង្ឃឹមគ្រប់គ្នាមួយថ្ងៃក្រោយមកបងខេនក៏អស់ខ្យល់ដកដង្ហើមលាចាកលោកនេះទៅញាតិមិត្តជិតខាងជួយគ្នាទុកដាក់សពក្នុងមឈូសរួចរាល់និងនិមន្តលោកបងធ្វើពិធីតាមសាសនាអ្នកភូមិជួយគ្នាសែងសាកសពរបស់បងខេនទៅទុកនៅឯភូមិចាស់ដីគេដំណើរពីដូនតារបស់គាត់ដែលនៅឆ្ងាយពីភូមិស្រុកប្រហែលជា3 គីឡូម៉ែត្រយើងដំណើរនៅម៉ោង3 ល្ងាចទៅហើយ
នឹងតម្រាំតែជីរណ្ដៅទុកដាក់រួចរាល់ក៏យប់ល្មមអ្នកជួយសែងសាកសពទៅទាំងប៉ុន្មានគេត្រឡប់មកវិញអស់តាំងពីនៅភ្លឺម្លេះនៅសល់តែខ្ញុំនិងអ្នកជិតខាង4នាក់ទៀតនៅជួយកាប់រណ្ដៅគ្នាកាលនៅភ្លឺនោះអត់មាននឹកឃើញថាខ្លាចអីទេលុះដល់ពេលយប់ថែមទាំងខែងងឹតទៀតនោះធ្វើឲ្យពួកយើងទាំង5នាក់ស្រាវឆ្អឹងខ្នងដណ្ដើមគ្នាដើរកណ្ដាលគ្រប់គ្នាព្រាមនោះសំឡេងមិត្តខ្ញុំម្នាក់ប្រាប់ថាហេចុះស្អីគេនោះវើយមកខ្មៅនោះពួកយើងម្នាក់ងាកឆ្លេឆ្លារកមើលព្រមទាំងត្រៀមរកផ្លូវគូសមរៀងខ្លួនផងដែរខ្ញុំព្យាយាមតាំងចិត្តមិនខ្លាចមិនបានសោះទើបសម្រេចចិត្តប្រាប់គេឲ្យបញ្ចាំងភ្លើងមើលឲ្យច្បាស់តែម្ដងទៅពុទ្ធោអើយគ្រាន់តែបញ្ចាំងភ្លើងពិលទៅផ្លែតភ្នែករបស់យើងទាំង5នាក់ក៏បានឃើញបងខែនកំពុងតែឈរថ្មឹងដាក់ដៃទាំងពីរមកមុខលៀនអណ្ដាតលាក់ដល់ទ្រូងភ្នែកប៉ុនក៏ដៃលៀនស្ទើរជ្រុះពួកយើងទាំង5នាក់ពេលនោះលែងគិតគូរអ្វីច្រើនទៀតហើយដឹងត្រឹមតែថាក្បាលអ្នកណាសក់ទាំងនឹងហើយពឺតតែវៃជើងបោលក្បាលសម្ដៅទៅផ្ទះរៀងខ្លួនមកដល់ផ្ទះវិញខ្ញុំឈឺ3ថ្ងៃខ្លះឈឺ6ទៅ7ថ្ងៃខ្លះទៀតឈឺដល់1ខែព្រោះសក់អស់ដូចរុនចាញ់តាមរយៈបទពិសោធន៍របស់ខ្ញុំនេះខ្ញុំសូមប្រាប់ថាខ្មោចប្រកាសជាមានពិតព្រោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកបើអ្នកណាមិនជឿអាចសាកមើលបានបាទសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ខ្លីត្រឹមតែប៉ុណ្ណេះហើយ admin ក៏សូមសួរទៅបងប្អូនថាតើបងប្អូនជឿទេថាមានខ្មោចពិតមែនហើយតើខ្មោចអាចធ្វើឲ្យមនុស្សយើងឈឺជ្រុះសក់ស្គមស្គាំងរហូតដល់បាត់បង់ជីវិតដោយបងស្រីគាត់ប្រាប់ដែរនោះទេសម្រាប់ admin គឺជឿដោយសារតែរឿងនេះរឿងអញ្ចឹងគឺធ្លាប់កើតមាននៅស្រុកភូមិ admin ដែរហើយនឹងខ្មោចលងធ្វើរហូតដល់ឈឺជ្រុះសក់ជ្រុះអីហ្នឹងប៉ុន្តែក៏នៅតែមានបងប្អូនយើងខ្លះក៏គាត់មិនជឿដែរដោយសារតែគាត់មិនធ្លាប់ជួបផ្ទាល់បាទ admin ក៏អត់មានអីច្រើនដែរនៅក្នុងរឿងមួយនេះជាចុងក្រោយ admin ក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ admin ដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទហើយ admin ក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងឬរាល់ពាក្យពេចន៍ដែល admin និយាយទៅមានការរអាក់រអួលមិនសមកន្លែងណាសូមខន្តីអភ័យទោសដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរកស៊ីមានបានធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពតាមផ្លូវរហូតគ្រប់ទីកន្លែងទាំងអស់ហើយសូមឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយបាទសូមអរគុណសូមជម្រាបលា